ទៅដល់ក្នុងខេត្តកញ្ចេះម្ដងគឺគេអត់ដែលរំលងនៅកន្លែងមួយហ្នឹងឯងហើយកន្លែងមួយនោះដែរគឺការទៅមើលផ្សោតហើយខ្ញុំគឺជាលើកទី1ឯងដោយសារតែខ្ញុំអត់ដែលទៅមើលផ្សោតនៅក្នុងខេត្តកញ្ចេះទេអញ្ចឹងប្រកាសជាចង់ដឹងឲ្យឆ្ងល់ហើយមែនអត់អញ្ចឹងកុំភ្លេចមកតាមដានជាមួយខ្ញុំទាំងអស់គ្នាកន្លែងនេះគឺខ្ញុំបានធ្វើដំណើរមកមើលផ្សោតហើយក៏ឈានចូលទៅក្នុងកោះព្រហ្មចារីយ៍ផងដែរដំណើរកម្សាន្តពីខេត្តនេះគឺខ្ញុំបានធ្វើដំណើរបែបលក្ខណៈផ្លូវទឹកតែម្ដងហើយខ្ញុំធ្វើដំណើរមកជាមួយធួគឺសប្បាយមែនតើអ្នកទាំងអស់គ្នាដោយសារតែសេវាកម្មគាត់គឺល្អមែនតើហ្មងណាពេលដែលយើងអត់មានអ្នកថតរូបឲ្យអីអញ្ចឹងបែបលក្ខណៈមកដើរលេងម្នាក់ឯងអីក៏អាចមានអ្នកថតរូបឲ្យយើងបានដែរជាឥឡូវនេះគឺធ្វើដំណើរចិត្តទៅដល់កន្លែងមើលផ្សោតទៅនិយាយទៅគឺផ្សោតយើងមើលអត់សូវឃើញឯម៉ានដែរអ្នកទាំងអស់គ្នាព្រោះដោយសារតែប្លឹមជាមួយនឹងទឹកអន្លកអញ្ចឹងគឺយើងរៀងពិបាកមើលបន្តិចប៉ុន្តែនៅពេលដែលយើងទៅមើលផ្ទាល់គឺអាចមើលបានច្បាស់ជាងព្រោះដោយសារលោតចុះលោតឡើងពេលខ្លះលោតចិត្តទុកយើងនឹងឯងប៉ុន្តែយើងថតជិចអត់ស្ទាន់និយាយទៅគឺផ្សោតច្រើនមែនតើប្រហែលជា50ក្បាលជាងអីបើតាខ្ញុំចាំប៉ុន្តែអត់សូវច្បាស់ដែរហើយយើងក៏បានធ្វើដំណើរជិះទៅបន្តទៀតដើម្បីទៅកោះព្រហ្មចារីយ៍ពេលយើងជិះធ្វើដំណើរតាមទេសភាពមើលទៅគឺស្រស់ស្អាតខ្លាំងណាស់អ្នកទាំងអស់គ្នាហើយឥឡូវនេះក៏យើងបានមកដល់ហើយទៅគឺកោះព្រហ្មចារីយ៍គឺមើលទៅទស្សនភាពគឺស្តៀងទៅនឹងកោះហានមែនតើដោយសារជាប្រភេទបែបកោះដូចគ្នាអញ្ចឹងណាគ្រាន់តែមានលក្ខណៈប្លែកៗផ្សេងគ្នាហើយឥឡូវហ្នឹងគឺខ្ញុំបានមកដល់កន្លែងទី2ដែលគេហៅថាវត្តវិហារធំសសរ100នៅកន្លែងនេះគឺគេមានរឿងនិទានទៅលើព្រះនាងក្រពុំឈូកអ្នកនរគ្នាអាចសាក search មើលបានបើនិយាយពីទេសភាពនៅទីនេះក៏ស្រស់ស្អាតដែរអ្នកនរគ្នាបែបលក្ខណៈស្ងប់ស្ងាត់ហើយជាប្រភេទវត្តអារាមដែរហើយចំពោះដំណើរកម្សាន្តនៅក្នុងខេត្តកញ្ចេះរបស់ខ្ញុំក៏មានតែ2កន្លែងហ្នឹងដែរអញ្ចឹងខ្ញុំពិតជាអរគុណអ្នកនរគ្នាសម្រាប់ការតាមដានទស្សនាតាំងពីវីដេអូនៅក្នុងខេត្តស្ទឹងត្រែងនិងខេត្តក្រចេះប៉ុន្តែខ្ញុំនៅមានវីដេអូមួយទៀតដែរអ្នកនរគ្នាកុំភ្លេចតាមដានជាមួយខ្ញុំទាំងអស់គ្នាគឺជាវីដេអូដើរញ៉ាំអីនៅក្នុង2ខេត្តនេះហើយបើសិនជាអ្នកនរគ្នាពេញចិត្តកុំភ្លេចចុច follow for more ដើម្បីទទួលបានវីដេអូថ្មីៗចាហើយបើសិនជាការនិយាយរបស់ខ្ញុំខុសឆ្គងលើសលួសក៏សូមអធិស្ឋានទុកជាមុនផងណាជួបគ្នានៅក្នុងវីដេអូក្រោយបាយបាយ